គឺយើងអាចធ្វើការដាក់ចូលបានណាដំបូងនេះខ្ញុំសូមធ្វើការបិទរូបភាពនេះសិនដំបូងខ្ញុំមានរូបភាពនឹងមកបន្តមកទៀតខ្ញុំធ្វើការ select ទៅលើ app របស់គាត់នឹងដោយខ្ញុំប្រើ object selection tool ហើយខ្ញុំគូមកគ្នាគូស្អាតតិចទៅខ្ញុំគូបញ្ញាប់ទៅណាដល់តើពីខ្ញុំគូហើយខ្ញុំ Ctrl D អានេះវាដាច់កែកនៅក្រោយណាដាច់កែកនៅក្រោយអាច add បន្ថែមប៉ុណ្្នឹងចាស់គ្នាយើងធ្វើឲ្យស្អាតជាងខ្ញុំមកដល់ពេលខ្ញុំ Ctrl J ដើម្បីចាប់យករូបភាពនេះបង្កើតទៅជា layer ខ្ញុំចូលទៅកាន់ file យកទៅថា plan embedded ខ្ញុំសូមរើសរូបភាពដើម្បីដាក់ចូលក្នុង style របស់ខ្ញុំខ្ញុំយករូបភាពបែបនេះចុះអ្នកគ្នាស្រឡាញ់បែបណាយករើសបែបហ្នឹងមកខ្ញុំរើសប្រភេទបែបនេះហើយខ្ញុំចុច OK បន្តមកទៀតខ្ញុំធ្វើការ right click លើរូបហ្នឹងដែលចុចពាក្យថា create clipping mask ហើយនេះអាចស្រីមកណាបន្តមកទៀតខ្ញុំសូមដាក់វាជាប្រភេទណាដែលមានច្រើននៅហ្នឹងណាមាន color done មានប្រភេទច្រើននៅហ្នឹងហើយយើងអាចរើសមកណាឆ្លាញ់បែបម៉េចយើងរើសបែបហ្នឹងមកខ្ញុំព្យាយាមធ្វើវាណាយើងអាចធ្វើកន្លែងណាដែលយើងអាចទទួលយកបានយើងទទួលយកមកដល់តែខ្ញុំគិតថារូបមួយនេះពណ៌ដែលខ្ញុំស្រឡាញ់ខ្ញុំគិតថាយកវាថា darker color ចេះណាបាទនេះផ្ទៃនេះគឺផ្ទៃពពកណាអ្នកគ្នាយើងទៅច្រឡំគេអាចព្រិចវាធំតិចមកដើម្បីកុំឲ្យឃើញផ្ទៃលឹងច្រើនពេកព្រិចទៀតមកអូខេចឹងនេះគឺជាការធ្វើណាដាក់ style ឲ្យចូលជាមួយនឹងអាវរបស់គាត់ដែលអត់មាន style ណាយើងអាចធ្វើលេងស្អាតមកអាចដាក់នេះក៏បានដាក់តែវាខ្សែកុំយើងគួរដាក់ឲ្យចំចេះតែដោយសារតែផ្ទៃមេឃរបស់យើងហ្នឹងវាពណ៌ខៀវណាខ្ញុំបានកែផ្ទៃមេឃហ្នឹងឲ្យវាពណ៌ស៊ីតាមនេះឬក៏យើងអាចប្រិចខ្ពស់ជាងនឹងទៀតទេក៏បានតែវាអត់សូវស្អាតណាប៉ុន្តែនេះក៏បានយើងអាចទទួលយកបានបាទអានេះយើងអាចព្រិចវាបន្ថែមទៅណាបាទនេះគឺជាការធ្វើ style អាវណាការដាក់ style ចូលទៅក្នុងអាវណាដែលអត់មានអ្វីទាំងអស់ណាបាទអាវរបស់យើងនេះគឺអត់មានអីទេណាយើងគ្រាន់តែដាក់ style នេះចូលជាមួយនឹងអាវនឹងទៅទេហើយផ្ទៃ QQ នេះគឺវាជាពពកនោះទេណាអត់វាមិនមែនយើងកាត់ទៅដាច់ឬក៏អត់ទេណាគឺគ្រាន់តែជា style ពពកទៅប៉ុណ្ណោះដល់មិនអញ្ចឹងទេខ្ញុំអាចរើសរូបភាពផ្សេងមកមកដាក់ក៏បានដែរឬក៏មិនចាំបាច់ក៏បានដែរណាតែគាត់បញ្ជាក់ថាកន្លែងនេះគឺយើងគឺផ្ទៃពពកទេណាវាមិនមែនដាច់ទៅណាឬក៏នៅកន្លែងហ្នឹងវាអត់ស្អាតអីហ្នឹងដោយសារតែពពកយើងផ្ទៃពណ៌ Q នៅហ្នឹងណាចឹងយើងអាចមើលមកផ្ទៃពពកពណ៌ Q នៅហ្នឹងតែម្ដងណាគេផ្ទៃពពកពណ៌ Q ហ្នឹងនៅម្ដុំហ្នឹងតែម្ដងចឹងអានេះយើងកែអត់បានទេតែយើងយករូបភាពដាក់ចូលនៅក្នុងនេះតែម្ដងឃើញទេតែពេលយើងលើកទៅឃើញផ្ទៃខាងនេះវាបាត់ទេតែដោយសារតែដល់ពេលដែលខ្ញុំមើលទៅវាស័ក្តិសមគឺត្រឹមនេះគឺស្អាតទេណាបាទនេះគឺជាការដាក់ style អាវណាចូលទៅក្នុងអាវរបស់យើងទៅទេណា